ឥនលក្ខណៈសន្យាបង្ហាញរូបភាពជាអត្តសញ្ញាណខ្មែរប្លែកៗឲ្យfan បានដឹងបវរកញ្ញាដែលពុះពីជំនះគ្រប់ការលំបាកឥនលក្ខណៈបានសន្យាជាមួយនឹងមហាជនអ្នកគាំទ្រថាខ្លួននឹងស្រាវជ្រាវយកមកសម្លៀកបំពាក់ខ្មែរសម័យដើមមុនចែកដល់មហាជនបានពិនិត្យមើលឲ្យដឹងពីអ្វីដែលជាសាវតាដូនតាចំនួនមុនបានទុកនិងផ្ដល់ឲ្យបំណងរបស់ស្រីស្រអែមខ្មៅរូបនេះក្រៅពីចូលរួមថែរក្សាការពារមរតកដូនតាក្រោយពីព្រឹត្តិការណ៍វប្បធម៌ក្លឹមនេះព្រះនគរដែលរៀបចំឡើងដោយលោកជីដេវីតនិងអ្នកនាងទេពព្រឹកកាលពីថ្ងៃទី11ខែមករាឆ្នាំ2026កន្លងទៅបានបញ្ចប់ទៅដោយរលូនហើយនោះគិតមកទល់នឹងពេលនេះរូបភាពជាច្រើននៃទស្សនវិជ្ជានៅក្នុងព្រឹត្តិការណ៍បាននឹងកំពុងចែករំលែកពេញបណ្ដាញសង្គមផងដែរនោះរូបភាពនឹងជា Top 10 Miss Cosmo 2024ព្រមទាំងបងស្រីគឺកញ្ញាអ៊ិនម៉ូនីកាធីតាឯកសង្គ្រាមរដូវកាលទី4ក៏ត្រូវបានផ្ទុះការចែករំលែកដូចគ្នាដែរខណៈបវរកញ្ញាទាំងពីររូបបានតុបតែងខ្លួនជាអប្សរាមាសអប្សរាប្រាក់យ៉ាងលេចធ្លោនៅក្នុងកម្មវិធីការពិតណាស់ក្រោយការតុបតែងនៅក្នុងឈុតអប្សរាមាសអប្សរាប្រាក់នោះដែរបើតាមការឲ្យដឹងពីកញ្ញាអ៊ិនលក្ខណៈថាពិតជាមិនងាយស្រួលនោះទេក៏ព្រោះតែកញ្ញានិងបងស្រីត្រូវយកទឹកថ្នាំយកមកលាបលើខ្លួនម្យ៉ាងវិញទៀតកញ្ញាអ៊ិនលក្ខណៈបានបន្ថែមថាក្រោយចប់កម្មវិធីស្បែករបស់នាងក៏រោលដោយសារទឹកថ្នាំនោះដែរយ៉ាងណាមិញ Miss Cosmo Cambodia 2024រូបនេះបានបន្ថែមថាបើទោះជានាងត្រូវលំបាកនិងត្រូវមានបញ្ហាស្បែកយ៉ាងណាក៏នាងត្រូវតែធ្វើក៏ព្រោះតែបើសិនជាយើងជាកូនខ្មែរមិនបង្ហាញតើឲ្យអ្នកណាមកបង្ហាញជាការមើលឃើញលក្ខណៈតាំងពីលេចមុខមាត់លើវិស័យបវរកញ្ញាមកនាងរមែងរំលេចទម្រង់សិល្បៈខ្មែរជាច្រើនសន្តានបំណងតាក់ទាញទេសចរមួយចំណែកដែរគេនៅតាមដានទៀតថា2026នេះតារារៀងស្រឡូនមានគំនិតច្នៃប្រឌិតអស្ចារ្យបែបណាទៀតជូនដល់អ្នកតាមដានចា៎ឃើញថាកញ្ញាអ៊ិនលក្ខណៈจะបានសន្យាថានឹងបង្ហាញរូបភាពជាអត្តសញ្ញាណខ្មែរប្លែកៗឲ្យfan បានដឹងចា៎ឃើញថាបវរកញ្ញាដែលពុះពៀនៅជំនះគ្រប់ការលំបាកអ៊ិនលក្ខណៈបានសន្យាជាមួយនឹងមហាជនក៏ដូចជាអ្នកគាំទ្រថាខ្លួននឹងធ្វើការស្រាវជ្រាវយកមកសម្លៀកបំពាក់ខ្មែរសម័យដើមមុនយកមកចែកជូនទៅដល់មហាជនបានពិនិត្យមើលដោយដឹងពីអ្វីដែលជាសាវតាដូនតាចំនួនមុនបានទុកឲ្យនិងផ្ដល់ឲ្យបំណងល្អរបស់ស្រីស្រអែមខ្មៅរូបនេះជាក្រៅពីចូលរួមថែរក្សានិងការពារមរតកដូនតាក្រៅពីព្រឹត្តិការណ៍វប្បធម៌ក្លឹមនេះព្រះនគរដែលរៀបចំឡើងដោយលោកជីដេវីតនិងអ្នកនាងទេពព្រឹកកាលពីអំឡុងថ្ងៃទី11ខែមករាឆ្នាំ2026កន្លងទៅจะបានបញ្ចប់ទៅដោយរលូនហើយនោះគិតមកទល់នឹងពេលនេះរូបភាពជាច្រើននៃទស្សនវិជ្ជានៅក្នុងព្រឹត្តិការណ៍បាននឹងកំពុងតែចែករំលែកពីពេញបណ្ដាញសង្គម Facebook តែម្ដងជាដោយក្នុងនោះមានទាំងរូបភាពនិងវីដេអូរបស់ Miss Cosmo Cambodia 2025និងជា Top 10 Miss Cosmo 2024តែព្រមទាំងបងស្រីគឺកញ្ញាអ៊ិនម៉ូនីកាជាធីតាឯកសង្គ្រាមរដូវកាលទី4ក៏ត្រូវបានផ្ទុះការចែករំលែកដូចគ្នាផងដែរចាខណៈដែលបវរកញ្ញាទាំងពីររូបគឺបានតុបតែងខ្លួនជាអប្សរាមាសនិងអប្សរាប្រាក់ទៅយ៉ាងលេចធ្លោតែម្ដងនៅក្នុងកម្មវិធី